ចូលដល់ផ្នែកវេយ្យាករណ៍គឺយើងនិយាយទៅដល់ question information question with B ធម្មតា information question គឺសំដៅទៅលើសំណួរដែលចាប់ផ្ដើមដោយពាក្យថា what វាចាប់ផ្ដើមដោយពាក្យថា where វាចាប់ផ្ដើមដោយពាក្យថា who ឬក៏ when ឬក៏ how អីជាដើមឲ្យតែសំណួរបែបនេះគេហៅថាជា information question សំណួរទី1នេះគឺ what is her email address តើអ្វីទៅជាអាសយដ្ឋានសារអេឡិចត្រូនិករបស់នាង what are your names តើអ្វីទៅជាឈ្មោះរបស់ពួកអ្នកអ្នកនរគ្នាប្រើ a ដោយសារតែ names កន្លែងនេះគឺពហុវចនៈមាន s where is Sam from តើ Sam គាត់មកពីណា what city are you from តើអ្នកមកពីទីក្រុងណាមួយ when is your birthday តើខួបកំណើតរបស់អ្នកនៅពេលណា what time is the movie តើខ្សែភាពយន្តនឹងត្រូវបញ្ចាំងនៅពេលណាដែរឬនៅម៉ោងណា who is your teacher អ្នកណាជាគ្រូរបស់អ្នក who is that តើនោះជាអ្នកណា who are they តើពួកគេជាអ្នកណា how is the weather today តើអាកាសធាតុយ៉ាងដូចម្តេចដែរនៅថ្ងៃនេះ how old is Melanie តើ Melanie មានអាយុប៉ុន្មាននៅផ្នែកខាងស្ដាំជាចម្លើយរបស់វាខ្ញុំគិតថាអ្នកនរគ្នាអាចអានខ្លួនឯងបានយើងចូលមកចំណុចមួយទៀតហ្នឹងគឺតកតនឹង contraction នេះមានន័យថាទម្រង់ខ្លីគឺកាត់ឲ្យវាខ្លីឧទាហរណ៍ថា what apostrophe s គឺមានន័យថា what is where apostrophe s គឺមានន័យថា where is ដូចគ្នានឹងដែរយើងអាចធ្វើ construction ជាមួយនឹង subject pronoun ដូចជា he is យើងអានថា his she is យើងអានថា sis it is យើងអានថា its you are យើងអានថា yours we are យើងអានថា we're they are យើងអានថា they're បើនៅត្រង់នេះគឺជា construction ហើយពាក្យថា construction ខ្ញុំបញ្ជាក់ឡើងវិញគឺការកាត់ឲ្យនៅខ្លីបាទអរគុណ